ថ្ងៃនេះនាំពុកម៉ែបងប្អូនទៅទស្សនាប្រាសាទបុរាណខ្មែរយើងទាំងអស់គ្នាបាទវីដេអូមុនគឺទស្សនានៅបរិវេណខាងក្រៅប្រាសាទបាទឥឡូវគឺទស្សនានៅបរិវេណខាងក្នុងប្រាសាទម្ដងបាទគឺបរិវេណជុំវិញប្រាសាទបាទខាងក្នុងបាទនេះគឺជាប្រាសាទបាទគប់ស្រីហើយពុកម៉ែបងប្អូនមើលទៅគឺមានទ្រង់ទ្រាយបាទល្អស្អាតជាងប្រាសាទគប់ប្រុសបាទប្រាសាទគប់ប្រុសអត់សូវល្អស្អាតដូចប្រាសាទគប់ស្រីទេបាទហើយប្រាសាទគប់ស្រីបាទនៅចិត្តប្រាសាទអ្នកបួសចិត្តជាងប្រាសាទគប់ប្រុសបាទនេះដើមឈើដើមនេះបាទស្គាល់ទេពុកម៉ែបងប្អូនផ្លែវាអត់ដឹងថាផ្លែអីទេអត់ស្គាល់ដើមវាប៉ុន្តែផ្លែវាបាទមើលទៅតំណងបាទនេះគឺជាបរិវេណជុំវិញប្រាសាទគក់ស្រីហើយពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាបាទនេះទីធ្លាបាទខាងក្នុងបាទវីដេអូមុនគឺពុកម៉ែបងប្អូនបានទស្សនានៅខាងក្រៅបងប្រាសាទបាទចឹងមែពុកម៉ែបងប្អូនទស្សនាទាំងអស់គ្នាព្រោះខ្ញុំអត់ដឹងថាបរយាយប្រាប់ពុកម៉ែបងប្អូនយ៉ាងម៉េចទេព្រោះប្រាសាទក៏ខ្ញុំអត់ស្គាល់ហើយមិនដឹងថាសាងពីសម័យណាដែរខ្ញុំអត់ដឹងពីប្រវត្តិសាស្ត្រហើយក៏អត់ស្គាល់ថាប្រាសាទនឹងសាងសង់ពីថ្មអីដែរប៉ុន្តែបានថតឲ្យពុកម៉ែបងប្អូនបានឃើញទស្សនាបាទនៅប្រាសាទផ្សេងនានារបស់ខ្មែរយើងដែលនៅក្បែរដែលខ្ញុំរស់នៅបាទព្រោះខ្ញុំធ្លាប់រស់នៅតាំងពីតូចស្រុកកំណើតខ្ញុំបាទខាងស្វាយរៀងគឺអត់ដែលមានប្រាសាទទេគ្រាន់តែមានគ្រឹះឥដ្ឋខ្លះដែលធ្លាប់ជាទួលដឹងប្រាសាទមិនដឹងទួលឲ្យធ្វើផ្ទះបាទធ្លាប់ឃើញគេជីកគោះកកាយរកកំណប់បាទប៉ុន្តែមករស់នៅខាងព្រះវិហារជីដែនថៃបាទគឺសម្បូរប្រាសាទណាស់ចឹងមានណាថតជូនដល់ពុកម៉ែបងប្អូនបាទពិសេសបងប្អូនខ្ញុំបាននៅខាងស្វាយរៀងស្រុកកំណើតនោះអត់ដែលបាទសូវស្គាល់ប្រាសាទទេមានអ្នកខ្លះធ្លាប់ទៅលេងប្រាសាទអង្គរប្រាសាទព្រះវិហារដែរប៉ុន្តែប្រាសាទតូចផ្សេងទៀតអត់សូវបានស្គាល់ទេគឺប្រាសាទគឺមានលក្ខណៈទ្រង់ទ្រាយផ្សេងគ្នាបាទมันបានធ្វើដូចគ្នាទាំងអស់ទេគឺធ្វើតាមសម័យកាលហើយក្បូរក្បាច់រចនាបាទក្បាច់ខ្លះក៏ដូចគ្នាខ្លះខុសគ្នាហើយសាងសង់បាទទ្រង់ទ្រាយខ្លះក៏ដូចគ្នាដែរចឹងបានថតជូនពុកម៉ែបងប្អូនបានទស្សនាបានឃើញបានស្គាល់បាទនេះគឺប្រាសាទគក់ស្រីបាទនៅវីដេអូក្រោយទៀតខ្ញុំថតទស្សនានៅប្រាសាទអ្នកបួសម្ដង